អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងមកមើលពីរបៀបដកលុយពី Invertiso ទៅធនាគារក្នុងស្រុកខ្មែរដូចជា AOA ឬក៏ AC អូខេអញ្ចឹងមកដល់ផ្ទាំងបែបនេះនៅផ្ទាំង account បែបនេះអូខេអញ្ចឹងអ្នកគ្នាត្រូវអ្នកមើលកន្លែងនេះផ្ទាំងបែបនេះដោយសារតិចទៀតអាចនឹងគេ update ឲ្យមើលស្រួលហើយដោយសារជាទូទៅនៅក្នុង computer ឬក៏ iPad អីគឺ load មកហ្មង load ពី withdrawal ដោយសារក្នុងទូរស័ព្ទវាអត់ load ទេអញ្ចឹងយើងចុចផ្ទាំងហ្នឹងមកអូខេតែមក load បែបនេះយើងចុចពាក្យ withdrawal អូខេ តមកយើងអូសចុះក្រោមបន្តិចអូខេបន្ទាប់មកយើងដាក់តាមអីយើងដកតាមហ្នឹងអូខេភាសាខ្ញុំធ្លាប់ដាក់តាម USDT អញ្ចឹងគឺ load មកដែរអញ្ចឹងគឺយើងដកតាមនេះវិញlocal ដូចជា LA ឬក៏ AC អូខេចុចលើហ្នឹងមកនេះអូខេមកដល់កន្លែងនេះគឺយើងអាច select account របស់យើងភាសា account នេះគឺ account មានលុយហើយកន្លែងនេះគឺចំនួនទឹកប្រាក់ដែលយើងត្រូវដកប៉ុន្មានអូខេខ្ញុំដក1200ហើយតមកកន្លែងនេះគឺលេខ account ធនាគារដោយសារខ្ញុំមានលេខ account ធនាគារនៅពេលដែលយើង deposit ណាគឺវា load មកយើងចុចកន្លែងនេះផ្ទាំងកន្លែងមកអូខេតមកនេះវា load account របស់យើងមកអូខេតមកយើង select មកនេះហើយអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចចំពោះការដាក់ដកតតែ account Invertiso ជាមួយនឹង bank ឈ្មោះដូចគ្នាទៅគេ approve អូខេអញ្ចឹងយើងចុច continue អូខេមកដល់នេះគឺយើងផ្ទៀងផ្ទាត់មកអូខេត្រូវអស់នៅជាមួយនឹង bank account ចំនួនទឹកប្រាក់អីផ្សេងអូខេអញ្ចឹងមកដល់ចំណុចនេះគឺនេះ confirm code អញ្ចឹង confirm code នេះយើងត្រូវយក code នៅណាអូខេ code គឺវានឹង send ទៅ email ឬក៏មួយទៀតទៅនេះGoogle នេះអូខេអញ្ចឹងខ្ញុំចូល check មើលនៅក្នុងនេះអូខេនេះគឺផ្ញើមកខ្ញុំ copy អូខេតមកយើងចុច confirm អូខេតមកយើងចុចគ្រប់មកហើយយើងអាចចាំចន្លោះពី5នាទីឬក៏ដល់កន្លះម៉ោងអីចឹងទៅឬក៏អាចមានន័យថាជាទូទៅក្រោម24ម៉ោង